តាមគម្ពីរវណ្ណៈចំពុក13ខ1ដល់ខ3ចែងថាខ្ញុំក៏ឈរលើសាច់នៅមាត់សមុទ្រហើយខ្ញុំឃើញសត្វសាហាវមួយឡើងចេញពីសមុទ្រមកដែលមានស្នែង10និងក្បាល7រីឯនៅលើស្នែងវាមានមកុដ10ហើយនៅលើក្បាលទាំងប៉ុន្មាននោះមានឈ្មោះជាពាក្យប្រមាថសត្វដែលខ្ញុំឃើញនោះមើលទៅដូចជាខ្លារខិនជើងវាដូចជាជើងខ្លាឃ្មុំហើយមាត់វាដូចជាមាត់សឹងនាគក៏ឲ្យរិទ្ធនឹងបល្ល័ង្ករបស់វាដល់សត្វនោះព្រមទាំងអំណាចយ៉ាងធំដែរខ្ញុំឃើញក្បាលមួយដូចជាបានកាប់សម្លាប់ហើយតែរបួសដល់ស្លាប់នោះវាបានសះជាឡើងវិញហើយផែនដីក៏អស្ចារ្យនឹងសត្វនោះយើងមើលទិដ្ឋភាពនេះគឺឃើញថារូបនេះដូចមានសេចក្តីចែងនៅក្នុងគម្ពីរនេះមែនគឺលោកយ៉ូហានបានឃើញសត្វសាហាវមួយដែលចេញពីទឹកមកដែលមានស្នែង10និងក្បាល7រីឯនៅលើស្នែងវាមានមកុដ10ហើយនៅលើក្បាលទាំងប៉ុន្មាននោះមានឈ្មោះជាពាក្យប្រមាថសត្វដែលឡូហានឃើញនោះក៏ដូចយើងឃើញនៅចំពោះយើងនេះមើលទៅដូចជាខ្លារខិនជើងវាដូចជាជើងខ្លាឃ្មុំហើយមាត់វាដូចជាមាត់សឹងនាគឲ្យរិទ្ធនឹងបល្ល័ង្ករបស់វាដល់សត្វនោះព្រមទាំងអំណាចយ៉ាងធំដែរហើយលោកយ៉ូហានឃើញក្បាលវាមួយក៏ដូចយើងឃើញនេះក្បាលធំនោះរបស់វាដល់សត្វរបស់វាដូចជាបានកាប់សម្លាប់ហើយតែរបួសដល់ស្លាប់នោះបានជាសះឡើងវិញហើយផែនដីក៏អស្ចារ្យនឹងសត្វនោះនេះយើងឃើញថាទិដ្ឋភាពនេះសម្រាប់តាមព្រះបន្ទូលដែលបានចែងនេះស័ក្តិសិទ្ធិណាស់បងប្អូនអើយគួរឲ្យចែងខ្លាចដោយសត្វសាហាវនេះដែលអរិយវាធ្វើហើយដូច្នេះហើយបងប្អូនឆាប់ប្រែចិត្តជឿដល់ព្រះគ្រីស្ទពីឥឡូវទៅដើម្បីកុំឲ្យជួបនឹងប្រទះនឹងការនឹងខៃរចាញ់លបួងវាយើងធ្លាក់ទៅជាប់មានទោសដោយសារវាដែរអរគុណព្រះអង្គ